ឡានទំនើបរបស់សង្ហាបើកកាត់ដំណក់ទឹកភ្លៀងដែលនៅតែបន្តធ្លាក់ចុះមិនដាច់សូរនៅក្នុងឡានមានតែភាពស្ងប់ស្ងាត់ដែលគួរឲ្យស្រណោះស្រណោអនអង្គុយសម្លឹងមើលតែក្រៅបង្អួចទឹកភ្នែកដែលហូរបានធ្វើឲ្យរូបភាពផ្លូវថ្នល់ប្រែជាព្រិលព្រិលដូចជាអនាគតរបស់នាងឈប់យំទៅអនក៏ឃើញហើយថាគេរើសលុយជាជាងរើសយកអនសង្ហានិយាយទាំងស្នាមញញឹមនៅចុងមាត់ដោយមិនងាកមើលមុខនាងសូម្បីតែបន្តិចអនមិនឆ្លើយនាងដឹងថាសង្ហាមិនយល់អំពីការលះបង់របស់រតនៈនោះឡើយការដែលរតនៈរើសយកលុយមិនមែនព្រោះតែគេស្រឡាញ់លុយតែព្រោះគេស្រឡាញ់ម្ដាយរបស់គេហើយគេក៏ស្រឡាញ់នាងខ្លាំងរហូតដល់មិនចង់ឲ្យនាងមកលំបាកជាមួយនឹងគេពេលមកដល់ភូមិមកគ្រឹះដ៏ស្កឹមស្កៃអនដើរចូលទៅក្នុងផ្ទះទាំងប្រាណសាមជោគនៅទីនោះឪពុករបស់នាងកំពុងអង្គុយរង់ចាំដោយទឹកមុខមាំអនកូនទៅជួបវាទៀតហើយមែនទេសំឡេងក្រឡរបស់ឪពុកបានលើឡើងកាត់ភាពស្ងាត់ជ្រងំនៃសាលធំនៃភូមិគ្រឹះលោកពុកអននិយាយតិចតិចរួចលុតជង្គង់ចុះនៅចំពោះមុខគាត់ប៉ាបានប្រាប់ឯងប៉ុន្មានដងហើយថាវានឹងពួកយើងគឺស្ថិតនៅក្នុងពិភពលោកពីរខុសគ្នាមើលចុះសូម្បីតែតម្លៃខ្លួនរបស់វាក៏វាព្រមលក់ក្នុងតម្លៃត្រឹមតែថ្លៃវះកាត់មួយលើកដែរលោកពុកស្រែកឡើងទាំងកំហឹងរួចចាប់ផ្ដើមយកដៃផ្ទប់ទ្រូងដោយសារតែជំងឺបេះដូងរបស់គាត់បានរើឡើងអនភ័យស្លន់ស្លោនាងប្រញាប់ទៅជួយក្រងគាត់ប៉ុន្តែត្រូវគាត់រុញចេញបើឯងនៅតែចង់តាមរកវាទៀតប៉ានឹងចាត់ទុកថាគ្មានកូនស្រីម្នាក់នេះឡើយប៉ុន្តែបើឯងព្រមរៀបការជាមួយសង្ហាក្រុមហ៊ុនដែលប៉ាខំសង់មកពេញមួយជីវិតនេះនឹងមិនដួលរលំទេហើយប៉ាក៏អាចរស់នៅបានយូរជាងនេះដើម្បីមើលឃើញចៅដែរឯងរើសទៅអនរវាងប៉ាដែលនៅទីនេះនិងអាអ្នកគូរូបដែលបោះបង់ឯងចោលម្នាក់នោះតើឯងយកមួយណា